ព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ខាងម៉ាឡេស៊ីមកវិញទេម៉ាឡេស៊ីមកវិញទេគឺខ្ញុំសូមដកស្រង់ពីសារព័ត៌មានរបស់ម៉ាឡេស៊ីនេះគឺគាត់ប្រើពាក្យ Intel News បាទមានន័យថាព័ត៌មានប្រភេទចារកម្មបាទគាត់ធ្វើព័ត៌មាននេះគឺឲ្យបានដឹងជាសារព័ត៌មានក៏ជាឈ្មោះសារព័ត៌មានមកគាត់ទេបាទយកឈ្មោះឲ្យសង្ហាឲ្យលយណាបាទគឺបើយោងតាមសារព័ត៌មាននេះគឺគាត់ដឹងថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានអនុម័តយកពន្ធភាគរយ 0% ទៅលើទំនិញមួយចំនួនពីម៉ាឡេស៊ីកម្ពុជានិងថៃដែលជាចំណាត់ការមួយបាទធ្វើឲ្យប្រសើរឡើងវិញជាផ្លូវការដែលបានប្រកាសនៅក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អាស៊ាននៅក្នុងទីក្រុងកូឡាឡាំពួរបាទនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Detic Finance បាទរាយការណ៍ឲ្យសារព័ត៌មាន Intelligence ហ្នឹងគាត់យកមករាយការណ៍ជូនហើយបណ្ដាប្រទេសទាំង3មកតាមសេចក្តីរាយការណ៍គាត់ថាបណ្ដាប្រទេសទាំង3នៅអាស៊ីអាគ្នេយ៍នេះគឺបាទពីមុនមកគឺប្រឈមនឹងពន្ធគយរហូតដល់ 19% បាទហើយក្រោមការរៀបចំថ្មីនេះគឺផលិតផលមួយចំនួននឹងទទួលបានពន្ធ 0% ក្នុងការនាំចូលទៅទីផ្សារសហរដ្ឋអាមេរិកបាទរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ី Tengku Zafrud Aziz លោកអាស៊ីបាននិយាយថាការលើកលែងពន្ធគយនេះគឺនឹងគ្របដណ្ដប់ទៅលើទំនិញមួយចំនួនដូចជាសម្ភារៈដែលបម្រើខាងយន្តហោះខាងអវកាសហើយនឹងផលិតផលថ្នាំពេទ្យផលិតផលពេទ្យណាផលិតផលពេទ្យក៏ដូចជាទំនិញគ្រឿងឧបភោគបរិភោគប្រើប្រាស់មួយចំនួនជាច្រើនដូចជានេះគាត់និយាយពីខាងម៉ាឡេណាគឺផមអយប្រេងដូងកាកាវហើយនឹងជ័រកៅស៊ូជាដើមហើយនៅក្នុងប្រទេសកម្ពុជាមានលីសច្រើនណាស់ខ្ញុំមើលទៅមិនមែនតែប៉ុណ្ណឹងគឺច្រើនមែនតើខ្ញុំមើលបញ្ជីនេះខ្ញុំមើលបញ្យល់អត់ទេមានទាំងផលិតផលកសិកម្មមួយចំនួនទៀតណាបាទនឹងឃើញច្រើននៅក្នុងលីសរបស់កម្ពុជាហ្នឹងអញ្ចឹងការរៀបរាប់នេះដោយសារតែសារព័ត៌មានម៉ាឡេស៊ីក៏រៀបរាប់អញ្ចឹងបើសិនជាសារព័ត៌មាននៅក្នុងកម្ពុជាគាត់ប្រហែលជារៀបរាប់ឲ្យច្រើនយ៉ាងនោះទីមានច្រើនខ្ញុំឃើញច្រើនមើលទៅខ្ញុំមិនអាចយកមកអស់បានកិច្ចព្រមព្រៀងនេះគឺរំពឹងថានេះខាងម៉ាឡេក៏ថារំពឹងថានឹងជួយជំរុញការនាំចេញរបស់ម៉ាឡេស៊ីថែមទៀតនៅក្នុងពេលដែលមានការប្រកួតប្រជែងហើយក៏ធ្វើឲ្យមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកកាន់តែជ្រាលជ្រៅឡើងបាទដោយឡែកប្រទេសឥណ្ឌូនេស៊ីវិញក៏រំពឹងថានឹងទទួលបានផងដែរឥឡូវនេះកំពុងតែចរចាពន្ធគយជាមួយនឹងសហរដ្ឋអាមេរិកសិនបាទអញ្ចឹងឥណ្ឌូនេស៊ីក៏អត់ទាន់បានទេគាត់កំពុងតែចរចាហើយក៏ចង់បាន 0% នឹងលើទំនិញខ្លះដែរតែខ្មែរយើងបានមុនហើយណាបាទគឺឥឡូវនេះគឺឥណ្ឌូនេស៊ីជាទូទៅគឺនៅ 19% ទេឥឡូវកំពុងតែសុំឲ្យទំនិញមួយចំនួនខ្លះ 0% ដោយកម្ពុជាដែរមកបាទហើយរដ្ឋមន្ត្រីខាងទទួលបន្ទុកកិច្ចការសម្របសម្រួលហ្នឹងគឺលោកហាតាតូនោះគាត់បានបញ្ជាក់ថាគឺទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរហ្នឹងគឺអាចនឹងចាប់ផ្ដើមឡើងវិញនៃការចរចាបន្ទាប់ពីបានអាក់ខានដោយសារតែការបិទរដ្ឋាភិបាលនៅសហរដ្ឋអាមេរិកបាទហើយខាងមន្ត្រីរបស់ខាងឥណ្ឌូនេស៊ីហ្នឹងក៏បាននិយាយថាការពិភាក្សានេះកំពុងតែដំណើរការទៅមុខបានល្អហើយសង្ឃឹមថានឹងបញ្ចប់នៅក្នុងរយៈពេល2ឬ3សប្តាហ៍ខាងមុខទៀតការពិភាក្សាគ្នានេះគឺវាសំពេលគ្នាជាមួយនឹងការចរចាយ៉ាងតឹងតែងនៅក្នុងពេលនេះហើយនឹងមានកិច្ចការមួយចំនួនដែលនឹងបញ្ចប់លោកបានបន្ថែមថាឥណ្ឌូនេស៊ីគឺក៏មានឱកាសខ្លាំង has a strong chance of securing 0% import duty បាទគាត់ថាមាន strong chance នៅក្នុងការទទួលបាននៅពន្ធគយដែលនាំចូលនឹង 0% ដែរគាត់សង្ឃឹមដែរហើយនឹងការតំណែងមួយចំនួនថែមទៀតជាគោលការណ៍បើតាមអត្ថបទនេះថាទំនាក់ការធ្វើសម្បទានសេដ្ឋកិច្ចជាមួយរបស់សហរដ្ឋអាមេរិកនេះគឺជាការកំណត់នៅជំហានដ៏ធំមួយទៀតនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍ហើយគឺជាការមួយដែលរំពឹងថានឹងជាការលើកទឹកចិត្តឲ្យមានការធ្វើពាណិជ្ជកម្មកាន់តែធំជាងមុនទៀតនៅក្នុងការធ្វើពិពិធកម្មទៅលើគ្រប់វិស័យទាំងអស់បាទនេះជាសេចក្តីរាយការណ៍ហ្នឹងបាទអញ្ចឹងប្រិមិត្តដែលខ្ញុំគិតថាសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា
ដែលវិការពីខាងពាណិជ្ជកម្មនេះគួរតែទៅមើលពីជ្រុងកម្ពុជាតើទំនិញអីខ្លះខ្ញុំមិនមើលអស់បរិស័ទខ្ញុំមិនមានជំនាញពាណិជ្ជកម្មខ្ញុំមិនហ៊ានសន្និដ្ឋានចឹងសារព័ត៌មាននៅក្នុងបញ្ជីហ្នឹងបញ្ជីដែលទំនិញដែលលើកលែងមួយចំនួនហ្នឹងនៅក្នុង White House ក៏មានដាក់ចូលដែរ291ទំព័រខ្ញុំមើលទៅវាច្រើនពេកបាទមើល291ទំព័របាទមានទំនិញច្រើនខ្លះទៅសល់ទៅถึง 7% ទេបាទខ្លះសល់ 7% ដែរតើនៅតិចដែរតើបាទអញ្ចឹងគឺឬក៏លេខ7ហ្នឹងលេខកូដគេមិនខ្ញុំមិនសូវយល់ដែរអញ្ចឹងសារព័ត៌មានមតិខ្ញុំគឺសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាគួរតែមើលអត្ថបទហ្នឹងហើយរីកាលម្អិតបន្ថែមទៀតផងបាទនេះគឺជាការប្រកាសចេញជាផ្លូវការដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trump ហើយប្រិមិត្តនៅចាំទេពេលដែលជួបជាមួយនឹងបាទលោកស៊ុនចន្ទថលជាមួយនឹងទូតសហរដ្ឋអាមេរិកនោះមិនខ្ញុំមិននិយាយថារំពឹងឲ្យរីករាយរំពឹងអីចឹងបានឥឡូវបានហើយចឹងគួរតែរីករាយណាហើយខ្ញុំឃើញមានអ្នកធ្វើ comment មួយចំនួនគាត់និយាយចង់របៀបដូចជាមិនដូចថាគាត់នៅមានទុតិធិនិយមខ្ញុំថាកុំមានកំណត់ចឹងអីបាទមើលតែឥណ្ឌូនេស៊ីក្នុងមិនទាន់នឹងបានគាត់ខំអកថាអូសង្ឃឹមបានកំពុងចរចាឲ្យយើងបានហើយទោះបីជា2មុខ3មុខក៏ដោយវាជា symbol នៃទំនាក់ទំនងនៃការដែលយោគយល់គ្នាហ្នឹងក៏វាជារឿងមួយល្អដែរប៉ុន្តែសំខាន់ថាតើតំណែងណាខ្លះកម្ពុជាផលិតបាននេះខ្លះហ្នឹងយើងត្រូវមើលតែហ្នឹងដែរណាខ្ញុំមិនអាចដឹងអត់ទេអញ្ចឹងដោយដែរខ្ញុំបាននិយាយកាលពីម្សិលមិញម្សិលថ្ងៃបាទអញ្ចឹងឥឡូវនេះចេញលទ្ធផលហើយណាប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងខ្ញុំគ្មានអ្វីក្រៅពីពាក្យថាសប្បាយរីករាយនេះទេបាទដែលឃើញអញ្ចឹងនោះបាទ